តើជំរឹករបស់យើងនៅឯណាព្រះជាទីជំរឹកនិងជាកម្លាំងរបស់យើងជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាមានអាសន្នទំនុកដំកើងជំពូក1ខ46សប្តាហ៍នេះពិភពលោកដែលយើងកំពុងរស់នៅមានភាពវឹកវរយ៉ាងខ្លាំងនៅតាមកន្លែងជាច្រើនក្នុងពិភពលោកមានសង្គ្រាមវិបត្តិសេដ្ឋកិច្ចពិភពលោកតម្លៃទំនិញដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនិងសេដ្ឋកិច្ចពិភពលោកដែលមិនអាចទាយទុកមុនបានធ្វើឲ្យចិត្តរបស់យើងធ្ងន់ធ្ងរមនុស្សសម័យទំនើបច្រើននៅពេលដែលមានការភ័យខ្លាចភាពខ្វល់ខ្វាយនិង stress ចូលមកពួកគេតែងតែស្វែងរកជំរឹកលោកីមនុស្សខ្លះផឹកស្រាមនុស្សខ្លះដើរទិញទំនិញនិងមនុស្សខ្លះជួបមនុស្សម្នាដើម្បីដោះស្រាយបញ្ហាប៉ុន្តែជំរឹកលោកីទាំងនោះគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នប៉ុណ្ណោះវាមិនអាចការពារយើងពីព្យុះសង្គ្រាមនៃពិភពលោកបានឡើយនៅពេលជីវិតយើងមានការលំបាកមិនអាចត្រឹមត្រូវបានជាជាងការបើកទូរស័ព្ទដៃស្វែងរកព័ត៌មានជាដំបូងបង្អស់ការចូលទៅក្នុងបន្ទប់អធិដ្ឋានស្ងាត់ៗហើយទូលថ្វាយព្រះជាម្ចាស់អំពីស្ថានភាពរបស់យើងដែលស្មោះត្រង់នោះការអធិដ្ឋាននឹងក្លាយទៅជាជំរឹកដ៏មានសុវត្ថិភាពបំផុតប្រសិនបើយើងរត់ទៅរកព្រះជាម្ចាស់ព្រះអង្គមិនមែនគ្រាន់តែការពារយើងប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រទានកម្លាំងនិងសេចក្តីក្លាហានដើម្បីតស៊ូប្រឆាំងនឹងព្យុះសង្គ្រាមនៃលោកីយ៍នេះទៀតផង